ភ្នែកប៉ាខ្ញុំធ្លាប់បកហើយដាក់កែវតែដាក់កែវហើយនៅមើលមិនច្បាស់ដដែលតើមានវិធីជួយឲ្យប្រសើរឡើងវិញអត់បាទជំរាបសួរបងអញ្ចឹងនៅពេលដែលយើងចង់ដឹងថាបកហើយមើលអត់ច្បាស់អញ្ចឹងយើងទៅឆែកមើលឡើងវិញទាំងអស់តាំងពីកញ្ចក់ភ្នែកកែវភ្នែកដែលយើងបានដាក់ឆែកចូលទៅខាងក្នុងសរសៃបាតភ្នែកអញ្ចឹងយើងទៅឆែកមើលថាហេតុអ្វីបានយើងមើលមិនច្បាស់មូលហេតុមកពីកញ្ចក់ស្អាប់កញ្ចក់ខាងលើយើងហ្នឹងមានបញ្ហាស្អាប់ឬក៏កែវដែលយើងដាក់ហ្នឹងមានបញ្ហាដឺក្រេភ្នែកដែលមើលមិនច្បាស់ឬក៏មើលទៅខាងក្នុងផ្នែកខាងក្នុងសរសៃបាតភ្នែកយើងនឹងមានបញ្ហាប្រហោងបាតភ្នែកឬក៏មានបញ្ហាហូរឈាមបាតភ្នែកឬក៏មានបញ្ហាជំងឺទឹកដក់អញ្ចឹងបើយើងឆែកមើលទាំងអស់ហ្នឹងទៅយើងដឹងថាមូលហេតុនៅកន្លែងណាដែលធ្វើឲ្យភ្នែកយើងមើលមិនច្បាស់អញ្ចឹងជាទូទៅកាលណាយើងមើលពីខាងមុខទៅដល់ខាងក្នុងទៅយើងមើលដឹងអស់ហើយថាហេតុអីបានអត់ច្បាស់មូលហេតុនៅកន្លែងណាហើយវិធីកែច្នៃយើងកែទៅតាមអ្វីដែលមូលហេតុដែលយើងរកឃើញឧទាហរណ៍ថាបើសិនជាបញ្ហាកញ្ចក់ភ្នែកគាត់ស្អាប់អញ្ចឹងយើងត្រូវកែរបៀបម៉េចអញ្ចឹងគ្រូពេទ្យគាត់នឹងបញ្យល់ប្រាប់បងហើយបើសិនជាកញ្ចក់លែនដែលយើងដាក់ទៅមានបញ្ហាសល់ដឺក្រេភ្នែកអញ្ចឹងពេលនោះតម្រូវឲ្យយើងអាចពាក់វ៉ែនតាថែមដើម្បីយើងមើលច្បាស់ល្អជាងមុនឬក៏មានបញ្ហានៅបាតភ្នែកយើងព្យាបាលទៅតាមមូលហេតុអញ្ចឹងយល់ល្អសូមបងទៅជួបជាមួយនឹងគ្រូពេទ្យភ្នែកដើម្បីយើងពិនិត្យរកមូលហេតុថាហេតុអីបានយើងមើលអត់ច្បាស់ហើយយើងព្យាបាលទៅតាមមូលហេតុទាំងអស់នោះ